បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងចាញ់អវ៉ាន់បានទាំងទន្សាយទាំងកដោបារាំងបាទអញ្ចឹងពីតំណែងពីមុខផ្សេងគ្នាហើយទីតាំងផ្សេងគ្នាទៀតបងប្អូនបាទអញ្ចឹងកដោបារាំងគឺដាក់ទៅបងប្រុសនៅខាងស្រុកមេមត់បាទខេត្តត្បូងឃ្មុំដែលពីមុនខេត្តកំពង់ចាមទីទៅ8ខេត្តត្បូងឃ្មុំហើយដាក់ទៅស្រុកមេមត់សាខាមេមត់គាត់យកកដោបារាំងមកគូបាទញីមួយឈ្មោះមួយហើយញីនឹងពណ៌សលាយខ្មៅហើយរោមស្មើហើយគាត់សុំឲ្យឈ្មោះហ្នឹងគឺរោមបាសបងប្អូនអញ្ចឹងរោមបាសហ្នឹងដូចជាពណ៌ក្រហមខ្ញុំដាក់ឲ្យពណ៌ក្រហមពណ៌ត្នោតបាទហើយបងស្រីនៅខាងស្វាយស៊ីសុផុនបាទក្នុងខេត្តតែមួយគឺមកគាត់ធ្លាប់ទិញទន្សាយកាលមុនម្ដងហើយឥឡូវគាត់យកឈ្មោលមួយទៀតក៏សុំឈ្មោលគុនទន្សាយហើយយកពណ៌សសុទ្ធរយៈមុនគាត់ត្រូដែរតែខ្ញុំអត់ទាន់មានហើយនៅគាត់ចាំឥឡូវខ្ញុំមានហើយគាត់ឆាតទៅតើតើគាត់ក៏យកមួយទៀតបងប្អូនបាទគាត់ឆ្លាញ់ទៅពណ៌សអញ្ចឹងអាការមុនហ្នឹងគាត់យកមេពណ៌សមួយអាគុនទន្សាយដែរលើកនេះគាត់យកឈ្មោះមួយទៀតបងប្អូនបាទពណ៌សទៀតបាទអញ្ចឹងទៅខាងត្បូងឃ្មុំកដោបារាំងមកគូទៅស្វាយស៊ីសុផុនកូនទន្សាយមួយបាទអញ្ចឹងអរគុណច្រើនហេងបងប្អូនត្រូវការកូនទន្សាយកូនកដោបារាំងស្អាតអាចឆាតជុំពេកខ្ទប់ទន្សាយក៏បានឆាតមក Telegram ក៏បានមកអរគុណច្រើនបងប្អូនទាំងអស់គ្នា